ជំរាបសួរប្រិយមិត្តជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះគឺយើងមកបន្តសេចរឿងរបស់យើងទៀតហើយអញ្ចឹងផ្ដើមសេចរឿងនៅក្នុងភាគនេះយើងបានឃើញថា The Master កំពុងតែនិយាយពិភាក្សាជាមួយនឹង Yagi អ្នកគ្រប់គ្នាមើលមកកាន់ Kobayashi នឹងដូចជាកីឡាករម្នាក់ដែលអត់ចេះអីអញ្ចឹងប៉ុន្តែតាមពិតទៅអ្នកទាំងអស់គ្នាគឺអាប៉េហ្នឹងកំពុងតែរងចាំឲ្យ Ippo ហ្នឹងគឺធ្លាក់កម្លាំងចុះហើយ Koshiba បន្តព្យាយាមឲ្យប្រតិកម្ម Ippo និងបាត់របាំងការពារយ៉ាងណែនដើម្បីឲ្យ Ippo បញ្ចេញកម្លាំងជាច្រើនមកកាន់រូបគេហើយយុទ្ធសាស្ត្រដែលគេប្រើនោះគឺការចាប់អោបអ៊ីប៉ូយ៉ាងណែនព្រោះការធ្វើបែបនេះអាចនឹងឲ្យអ៊ីប៉ូចុះខ្សោយកម្លាំងលឿនជាងធម្មតានោះឯងចំណែកឯកតាមូរ៉ាវិញបន្ទាប់ពីគាត់អង្គុយមើលការបដានឹងហើយគាត់យល់ឃើញថាអ៊ីប៉ូជាកីឡាករម្នាក់ដែលវាសម្រុកនឹងត្រង់ខ្លាំងមែនតើបើសិនជាគាត់ដើរទៅមុខគឺដឹងតែទៅមុខហើយអត់មានដើរទៅមុខហើយមករកក្បាលពួយនោះទេហើយគាត់ក៏ដឹងទៀតថានៅពេលនេះអ៊ីប៉ូគឺខ្សោយហើយអញ្ចឹងនៅពេលដែលគាត់វាយទៅប្រគួតរបស់គាត់កាន់តែអាចងាយកិច្ចស្រួលអំពីគាត់ថែមទៀតព្រោះចលនារបស់គាត់យឺតជាងមុនដោយសារតែពួកគេបន្តវាយគ្នាផងអោបផងអត់មានឃើញក្បាច់អីលយអញ្ចឹងអ្នកគ្រប់គ្នានឹងក៏ក្តៅស្លឹកជាដែរជាពិសេសនឹងគឺអ្នកមើលតែម្ដងដោយពួកគេនឹងឲ្យ Ippo និង Kobayashi នឹងបញ្ចេញក្បាច់អីពិសេសមួយមកព្រោះពួកគេខំចំណាយលុយទិញសំបុត្រដើម្បីចូលមើលការទស្សនាមួយនេះវាយអោបមិនទាន់បានប្រមាណផងហ្នឹងទឹកទី2ក៏ត្រូវបានបញ្ចប់យើងបានឃើញថាបន្ទាប់ពីចប់ទឹកគ្រូបង្វឹករបស់ Kobayashi នឹងបាននិយាយទៅសារទៅកាន់គាត់ថាគាត់នឹងធ្វើបានល្អណាស់ follow ទៅតាមគម្រោងរបស់ពួកគេដែលបានរៀបចំឡើងចំណែកឯ Ippo វិញពេលនេះក៏បានដឹងខ្លួនដែរ Kobayashi អត់មានបំណងវាយខ្លួនឲ្យសន្លប់នោះទេគេគ្រាន់តែវាយចង់សន្សំបន្ទុកដើម្បីយកឈ្នះគាត់ដោយបន្ទុកនឹងឯងព្រោះថាបើសិនជា Kobayashi វាយ Ippo ឲ្យសន្លប់នោះគឺវាមិនអាចទៅរួចនោះឡើយហើយនៅក្នុងពេលនេះផ្ទាល់ផងដែរអ៊ីប៉ូកំពុងតែចាញ់ Kobayashi រហូតដល់2ពិន្ទុឯណោះចំណែកឯ Koshiba វិញគាត់ក៏បាននិយាយដូចគ្នាដែរថានៅពេលនេះគាត់ពិតជាប្រឈមមុខនឹងគ្រោះថ្នាក់ធំមែនទែនដោយសារតែគាត់ត្រូវកិច្ចកណ្ដាប់ដៃដ៏ធ្ងន់របស់អ៊ីប៉ូដើម្បីតែគ្រាន់ចង់បានពិន្ទុតែប៉ុណ្ណោះចំណែកឯ The Master វិញក៏បាននិយាយប្រាប់ទៅកាន់អ៊ីប៉ូថាកុំឲ្យគាត់នឹងវាយត្រង់ពេកដោយសារតែរបាំងការពាររបស់ Kobayashi នឹងគឺពិតជារឹងមាំខ្លាំងមែនតើហើយឲ្យអ៊ីប៉ូនឹងឃើញចន្លោះប្រហោងកន្លែងណាវាយទៅកន្លែងនឹងទៅព្រោះបើថាវាយតែរបាំងការពារអញ្ចឹងមើលទៅដូចជាមិនអាចយកឈ្នះបាននោះឡើយហើយគាត់ក៏បាននិយាយទៀតថាឲ្យអ៊ីប៉ូនឹងខំប្រឹងឡើងព្រោះថា Kobayashi នឹងគាត់ក៏រៀងអស់កម្លាំងផងដែរបន្ទាប់មកទៀតទឹកទី3ក៏បានចូលមកដល់នៅពេលនោះ Yagi បានសួរទៅកាន់ The Master ថាគ្រាន់តែប្រាប់បែបហ្នឹងតើអាចជួយឲ្យអ៊ីប៉ូនឹងឈ្នះបានមែន The Master ក៏បាននិយាយប្រាប់ទៅកាន់ Yagi វិញថាគាត់គ្រាន់តែចង់ឲ្យអ៊ីប៉ូនឹងពឹងទៅលើខ្លួនឯងនោះទេដោយសារតែការប្រកួតមិនសល់ច្រើនទៀតនោះឡើយគឺសល់តែ2ទឹកទៀតតែប៉ុណ្ណោះបើសិនបើគាត់នៅតែបន្តបែបហ្នឹងKobayashi ច្បាស់ជាមានកម្លាំងមកវិញហើយស្ថានភាពគឺកាន់តែអាក្រក់ជាងនេះទៅទៀតនោះ Kobayashi កាន់តែមានឱកាសវិបកតិចមកកាន់អ៊ីប៉ូដើម្បីយកបន្ទុកជាមិនខាននោះឡើយចំណែកឯទឹកទី3នេះវិញយើងបានឃើញថាការប្រកួតគឺដូចជាទឹកមុនអញ្ចឹងឯងពួកគេនៅតែបន្តវាយនៅតែបន្តចាប់អោបគ្នាដដែលនឹងធ្វើឲ្យអ្នកគ្រប់គ្រងតក់សាច់ខ្លាំងមែនតើចំណែកឯអ៊ីប៉ូវិញនៅតែបន្តព្យាយាមវាយទៅលើរបាំងការពារដ៏រឹងមាំរបស់ Kobayashi ហើយគាត់ក៏អាចចាត់ដឹងថានៅពេលនេះ Kobayashi ក៏ចុះខ្សោយកម្លាំងផងដែរប៉ុន្តែទោះបីជាយ៉ាងណា Kobayashi ក៏នៅតែព្យាយាមវាយបកមកកាន់អ៊ីប៉ូមួយដៃចំក្រាលមុខចឹងណាដោយសារតែគាត់ចង់សន្សំបន្ទុកនឹងឯងហើយវាយគ្នាមិនទាន់បានប្រមាណផងទឹកទី3នេះក៏ត្រូវបានបញ្ចប់ក្រោយចប់ទឹក3 The Master បានប្រាប់ទៅកាន់អ៊ីប៉ូថានៅពេលនេះKobayashi នៅតែបន្តនាំមុខរបស់គាត់នឹងគឺ2ពិន្ទុដដែលណាចឹងហើយទឹកទី4នេះអ៊ីប៉ូត្រូវតែដួលKobayashiនឹងឲ្យសន្លប់ទើបគាត់អាចមានឱកាសនៅក្នុងការឈ្នះទៅកាន់Kobayashiបានដោយសារតែបន្ទុករបស់អ៊ីប៉ូនឹងពិតជាចាញ់គេខ្លាំងមែនទែនបន្ទាប់មកទៀត The Master ក៏បាននិយាយលើកទឹកចិត្តផ្សេងទៀតប្រាប់ទៅកាន់អ៊ីប៉ូដោយសារតែឃើញគាត់ឲ្យកម្លាំងខ្លាំងពេកThe Master ក៏បានយកទឹកកកមកចាក់ទៅលើអ៊ីប៉ូដើម្បីឲ្យគាត់នឹងគឺត្រជាក់ហើយមានអារម្មណ៍ថាស្រស់ស្រាយជាងមុន The Master នៅតែបន្តជំរុញទឹកចិត្តឲ្យអ៊ីប៉ូនឹងព្យាយាមផ្ដួលឲ្យ Kobayashi នឹងគឺសន្លប់ទៅគាត់នឹងអាចឈ្នះបានហើយទោះបីជាពេលនេះអ្នកគ្រប់គ្នាមើលទៅកាន់អ៊ីប៉ូនឹងគឺគាត់អស់កម្លាំងខ្លាំងមែនតើណាអ្នកទាំងអស់គ្នាបន្ទាប់មកទៀតទឹកទី3ក៏បានចូលមកដល់នៅពេលនោះ Kobayashi បានមើលទៅកាន់អ៊ីប៉ូថាគាត់ដូចជាបើករបាំងការពារធំមែនតើដោយសារតែអ៊ីប៉ូគឺអស់កម្លាំងនោះឯងនៅពេលនោះ Koshiba សាឡបងវាយទៅលើអ៊ីប៉ូមួយដៃហើយពេលនោះគាត់បានវាយត្រូវអ៊ីប៉ូចំកណ្ដាលមុខតែម្ដងធ្វើឲ្យគាត់មានអារម្មណ៍ថានេះជាលើកទី1ហើយដែលគាត់វាយទៅកាន់គូប្រកួត
ចំបានល្អបែបនេះនៅពេលនោះហើយបានធ្វើឲ្យកូបាស៊ីហ្នឹងគឺផ្លាស់ប្ដូរកំណត់ទាំងស្រុងតែម្ដងដោយគាត់ហ្នឹងគឺលែង follow ទៅតាមគម្រោងរបស់គាត់ទៀតហើយគាត់ចាប់ផ្ដើមបើកការវិបុកទៅកាន់អ៊ីប៉ូវិញម្ដងហើយវាពិតជាមានប្រសិទ្ធភាពមែនគាត់អាចវាយចូលអ៊ីប៉ូរហូតដល់អ៊ីប៉ូហ្នឹងស្ទើរតែសន្លប់បាត់បង់ស្មារតីហើយនៅពេលនោះផងដែរគ្រូបង្វឹករបស់កូបាស៊ីហ្នឹងបានព្យាយាមឲ្យកូបាស៊ីហ្នឹងធ្វើតាមគម្រោងការរបស់ពួកគេទៅប៉ុន្តែពេលនេះកូបាស៊ីហ្នឹងគឺគាត់បែកអារម្មណ៍ហើយមិនអាចគ្រប់គ្រងខ្លួនឯងបានទៀតនោះទេគាត់បានបដូរទិសដៅអំពីការយកឈ្នះដោយពិន្ទុហ្នឹងទៅជាការផ្ដួលអ៊ីប៉ូឲ្យសន្លប់ទៅវិញក្រោយពីបានវាយអ៊ីប៉ូត្រូវជាច្រើនដៃយើងឃើញថាពេលមួយគាត់ហាក់បីដូចជាមិនអាចតទល់រួចទៀតបាននោះទេកូបាស៊ីក៏បានចង់ប្រើកណ្ដាប់ដៃចុងក្រោយហ្នឹងផ្ដួលទៅកាន់អ៊ីប៉ូនោះឯងប៉ុន្តែគួរឲ្យសោកស្ដាយខ្លាំងណាស់អ៊ីប៉ូបានកិច្ចផុតអំពីកណ្ដាប់ដៃដ៏ធ្ងន់មួយហ្នឹងហើយក៏បានវាយបត់ទៅកាន់កូបាស៊ីវិញមួយដៃរបស់អ៊ីប៉ូបានធ្វើឲ្យកូបាស៊ីហ្នឹងគឺលុតជង្គង់ចុះយកតែម្ដងនៅពេលនោះគ្រូបង្វឹករបស់កូបាស៊ីបានព្យាយាមស្រែកលើកទឹកចិត្តឲ្យទៅកាន់គាត់ពីព្រោះគាត់បាននិយាយថានៅពេលដែលកូបាស៊ីអាចក្រោកឡើងបានណាគេនឹងអាចមានឱកាសឈ្នះជាបន្តទៀតមិនខាននោះឡើយឯងកុំសន្លប់បែបហ្នឹងអីក្រោកឡើងមកដើម្បីតទល់ជាមួយនឹងអ៊ីប៉ូបន្តទៀតនៅពេលនោះកូបាស៊ីគឺបានដួលសន្លប់គាត់សឹងតែមិនអាចក្រោកឡើងបាននោះទេពីព្រោះគាត់ហាក់បីដូចជាបាត់បង់ស្មារតីទាំងស្រុងបាត់ទៅហើយប៉ុន្តែគាត់នៅតែទន្ទឹងជាប់នៅក្នុងចិត្តរបស់គាត់ផងដែរហើយគាត់នឹងព្យាយាមក្រោកឡើងឲ្យបានចំណែកឯវិនាទីវិញនៅទឹកទី3នេះក៏រៀបនឹងបញ្ចប់ផងដែរអ្នកគ្រប់គ្នាដូចជាអ៊ីប៉ូហ្នឹងព្យាយាមកុំឲ្យកូបាស៊ីនឹងក្រោកឡើងបានហើយសោះនៅពេលនោះយើងបានឃើញថាកូបាស៊ីគាត់ខំព្យាយាមក្រោកឡើងមកខ្លាំងមែនតែនហើយគាត់ក៏អាចក្រោកឈរបានពិតមែននៅពេលដែលអ៊ីប៉ូរៀបវាយបន្តទៀតទៅលើកូបាស៊ីហ្នឹងប៉ុន្តែវាជារឿងឲ្យសោកស្ដាយខ្លាំងណាស់គាត់ដើរត្រឹមតែមួយជាហ៊ានប៉ុណ្ណោះហើយគាត់ក៏បានដួលសន្លប់ទៅវិញអញ្ចឹងនៅក្នុងការប្រកួតមួយនេះយើងក៏បានរកឃើញអ្នកឈ្នះហើយនោះគឺជាអ៊ីប៉ូនឹងឯងទោះបីជាកូបាស៊ីចាញ់នៅក្នុងការប្រកួតនឹងប៉ាត់ម៉ាណាអ្នកទាំងអស់គ្នាប៉ុន្តែអ្នកគ្រប់គ្នាជាពិសេសគ្រូបង្វឹករបស់គាត់ផ្ទាល់នឹងក៏បាននិយាយទៅសារដែររីឯនៅក្នុងបន្ទប់ផ្លាសសម្លៀកបំពាក់វិញយើងបានឃើញថាពេលនេះកូបាស៊ីកំពុងតែដេកយំហើយថែមទាំងបន្ទោសទៅកាន់ខ្លួនឯងទៀតដោយសារតែគាត់នឹងឯងអត់ធ្វើតាមគម្រោងនោះទេបើសិនជាគាត់ធ្វើតាមគម្រោងរបស់ពួកគេគាត់ប្រកាសជាអាចឈ្នះបានប៉ុន្តែលោកគ្រូបង្វឹករបស់គាត់ក៏បាននិយាយថាថ្ងៃនេះគាត់ធ្វើបានល្អខ្លាំងមែនតើគាត់អាចប្រើប្រាស់កណ្ដាប់ដៃនិងដូរយុទ្ធសាស្ត្រប្រយុទ្ធបានយ៉ាងល្អហើយគាត់ប្រាប់ទៀតថាកុំបញ្ឈប់ការយល់សប្តិមួយនេះឲ្យសោះព្រោះពួកគេនឹងធ្វើឲ្យការយល់សប្តិមួយនេះក្លាយទៅជាការពិតហើយគាត់ចង់និយាយដើម្បីលើកទឹកចិត្តទៅកាន់កូបាស៊ីនឹងឯងហើយនៅពេលលើកក្រោយពួកគេនឹងវឹកហាត់ក្បាច់ផ្សេងជាច្រើនទៀតចំណែកឯអ៊ីប៉ូវិញនៅពេលនេះគាត់បានដើរចូលទៅកាន់បន្ទប់ផ្លាសសម្លៀកបំពាក់ដើម្បីសម្រាកកតាមូរ៉ាក៏បានឲ្យអ៊ីប៉ូចូលទៅសម្រាកទៅមិនបាច់ចេញមកមើលការប្រកួតរបស់គាត់នៅសង្វៀនផ្ទាល់នោះទេគេអាចតាមដានគាត់ប្រកួតនៅតាមទូរទស្សន៍បាននៅពេលដែលគាត់តាមរ៉ាដើរមកដល់សង្វៀនណាយើងបានឃើញថា fan របស់អាប៉ែគូប្រកួតហ្នឹងគឺពិតជាច្រើនមែនតើបានស្រែកហូកញ្ជៀវឡើងពេញសង្វៀនតែម្ដងធ្វើឲ្យកតាមូរ៉ានឹងសាមចិត្តខ្លាំងមែនតើចំណែកឯអ៊ីប៉ូវិញបន្ទាប់ពីមើលតាមរយៈទូរទស្សន៍ឃើញបែបនេះគាត់ក៏ចង់ទៅផ្ដល់កម្លាំងចិត្តឲ្យកតាមូរ៉ាផងដែរនៅពេលនោះគាត់បានរត់ចេញមកយ៉ាងលឿនដើម្បីមកមើលការប្រកួតផ្ទាល់តែម្ដងប៉ុន្តែនៅពេលគាត់មកដល់គាត់បានឃើញកតាមូរ៉ាបានដួលហើយយើងមិនដឹងថាអាប៉ែហ្នឹងវាយត្រូវគាត់ប្រមាណដែរនោះទេប៉ុន្តែនៅពេលនេះកតាមូរ៉ាហាក់ដូចជាកំពុងកាត់អ្វីមួយអញ្ចឹងគឺគាត់គិតថាគាត់បានជពាក់គុណទៅ Master ច្រើនមែនតើគាត់បានចាប់ផ្ដើមខ្លាយជាមនុស្សមិនសូវជាចាប់អារម្មណ៍ជាមួយនឹងការប្រដាល់តែឥឡូវគឺគាត់បានខ្លាយជាអ្នកប្រដាល់ដ៏ខ្លាំងនៅក្នុងក្លឹបរបស់គាត់ហើយអញ្ចឹងហើយគាត់ត្រូវតែខំប្រឹងដើម្បីយកខ្សែក្រវ៉ាត់មួយនេះឲ្យទៅកាន់ The Master និងក្លឹបរបស់ពួកគេនោះនឹងឯងដោយសារតែឃើញកតាមូរ៉ាមិនព្រមឡើងអញ្ចឹងអ៊ីប៉ូក៏បានស្រែកឡើងខ្ទាតឈាមចេញពីមាត់ដោយសារតែមាត់របស់គាត់ទៅរបួសថាឲ្យកតាមូរ៉ានឹងកុំចាញ់អីក្រោកឡើងមកបន្ទាប់ពីកតាមូរ៉ាឮថាអ៊ីប៉ូគាត់ថាគាត់ចាញ់បែបហ្នឹងធ្វើឲ្យគាត់ខឹងមែនតែនគាត់ក៏បាននិយាយថាគាត់មិនចាញ់នោះទេហើយកតាមូរ៉ាក៏បានក្រោកឡើងដើម្បីមកតទល់ជាមួយនឹងអាប៉ែនឹងសារជាថ្មីម្ដងទៀតប៉ុន្តែចំពោះសាច់រឿងមួយនេះក៏បានកាត់ចប់ទៅត្រឹមហ្នឹងហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe ឲ្យ Channel របស់ខ្ញុំម្នាក់មួយផងណាយើងចាំតាមដានទស្សនានៅភាគបន្ទាប់ទៀតចង់ដឹងថាកតាមូរ៉ាអាចដណ្ដើមខ្សែក្រវ៉ាត់បានឬអត់ពីខ្ញុំនៅក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើ